ធ្លាក់បឡើងបងអូនអើយទីផុតមកសារនេះបានសម្រាប់ហើយក៏បានទៅលេងនៅរីសតមកកន្លែងគឺស្អាតខ្លាំងហ្មងចាមានទាំងទឹកឈ្មោះមានទាំងតាក់កញ្ចក់និយាយរួមមានសពគ្រប់ហ្មងឥឡូវយើងទៅមើលវីដេអូពេញទាំងអស់គ្នាបងប្អូនដំបងឡើយសុំ review រីសតគាត់សិនចាដោយសារផ្ទះកញ្ចក់គាត់នឹងវាស្អាតធ្វើនៅលើឈ្មោះអញ្ចឹងលក្ខណៈដូចឈ្មោះអញ្ចឹងពួកអីវារៀងចុះទៅរៀងចោតបងប្អូនអើយអានេះខ្ញុំ review ពីលើសិនក៏តុបគាត់ខែពីធំគឺស្រឡះស្រួលហ្មងសម្រាប់អ្នកមានកូនច្រើនដូចខ្ញុំចាហើយបើកប្អួចឡើងគឺភ្នំទល់មុខនឹងឯងគ្រាន់តែថាខែប្រាំងអត់មើលសឡឹងទៅវាអត់សូវពណ៌បៃតងបងប្អូនបើសិនជាខែវស្សាវិញគឺឲ្យអ៊ូយត្មងទេសភាពនេះចាហើយគេងស្ដាប់សំឡេងទឹកជ្រោះទៀតងាកមកកតុបទឹកគាត់វិញគឺធ្វើមកស្រឡះស្រួលមែនតើហើយមានបាសថប់ឲ្យយើងត្រាំទឹកលក្ខណៈរ៉ូមែនទិកឬក៏លេងមួយកូនទៀតហើយកតុបទឹកគាត់ហ្នឹងថែមកញ្ចក់ទៀតចាអញ្ចឹងយើងបើកមើលខាងក្រៅកតុបយើងសឡឹងដល់ខាងក្រៅចាទេសភាពត្មងគឺអេមខ្លាំងហ្មងការដែលគាត់គឺស្អាតហើយគាត់ក៏មានច្រើនជំរើសដែរមិនមានតែផ្ទះកញ្ចក់ហ្នឹងគាត់មានផ្ទះលើគោកក៏ដូចជាមានផ្ទះតង់ចាអញ្ចឹងផ្ទះតង់ផែនដីហ្នឹងកតុបមួយមានតខែមួយបងប្អូនអើយប៉ុន្តែខាងក្រៅវាឆ្លាស់បើខាងក្នុងរៀងចង្អៀតអញ្ចឹងបើអ្នកមានគូអាហ្នឹងគេងផ្ទះតង់ត្រូវតែបើអ្នកមានកូនតូចដូចខ្ញុំគេងនឹងអត់ត្រូវឯងព្រោះវារៀងចង្អៀតអញ្ចឹងណាហើយកតុបទឹកនៅខាងក្រៅទៀតយប់ឡើងអីក្មេងៗក៏មិនហ៊ានចេញទេហើយបើយើងបើកប្អួចមកគឺយើងឃើញទឹកជ្រោះយើងទឹកអូយើងនៅនឹងហ្មងហើយស្ដាប់ឮសំឡេងទៀតសំឡេងទឹកជ្រោះហូរទៀតបងប្អូនអើយចេញមកខាងក្រៅគឺគេមានសាឡុងនឹងតលាយសាឡុងនឹងអាចធ្វើខែបានអញ្ចឹងអ្នកដែលមានគ្នាច្រើនយុវវ័យគាត់អាចគេងក្រៅបានអញ្ចឹងណាហើយយើងក៏គេងមើលផ្កាយមើលប្រច័នលោកខែអញ្ចឹងទៅចាខាងក្រៅនេះរៀងថ្លង់បន្តិចដោយសារវាសបោដើមឈើអញ្ចឹងខែប្រាំងគឺសត្វរៃយំលឺមែនតើយ៉ាងតាហឹងងាកទៅខាងក្រោមគឺទឹកជ្រោះយើងនឹងឯងហើយខាងក្រោមហ្នឹងគាត់មានធ្វើតង់ជាតនៈនិយាយរួមតង់គាត់មានរៀងច្រើនដែរផ្ទះតង់គាត់អញ្ចឹងណាបងប្អូនបន្ទាប់ពី review ហើយគឺខ្ញុំសុំចុះទៅខាងក្រោមឯងបងប្អូនអើយខាងក្រោមរៀងចោតណាចដើរឡើងខ្ពស់ឡើងនឹងហត់ចុះមកក្រោមគឺទឹកធ្លាក់ទឹកហូរអញ្ចឹងទៅចាគឺយើងដើរលេងអញ្ចឹងទៅចាំមកហូបយើងទៅនាំទៅចុះមកដល់គាត់ក៏ធ្វើតងឲ្យយើងជិះលេងបដាហែទឹកបដាអង្គុយមួយផ្លែតនេះគឺថាមកហូបយើងមកដល់ហើយគឺគេដាក់ខ្សែរ៉តបងប្អូនអត់តន់មកហូបទេអានេះភេសជ្ជៈចាហើយនឹងកាវចានអញ្ចឹងណាមកហូបណាដែលជាទឹកប្រភេទទឹកកពុបគាត់យកចុះឲ្យយើងតែបើមកហូបក្រៀមគាត់ដាក់ខ្សែរ៉តដាក់ឲ្យយើងអញ្ចឹងទៅហើយចំពោះមុខមកហូបគាត់គឺឆ្ងាញ់បងប្អូនយើងអាចកំងរសជាតិតាមនឹងទៅហើយអនាម័យទៀតមុខមកហូបគាត់សិតតែគ្របឲ្យយើងអញ្ចឹងខ្លាច់រួយខ្លាច់ធូលីដីចូលចាបានមុខមកហូបមកហើយគឺអត់បង្អង់យូរជាមួយកូនញ៉ាំនៅមាត់ជ្រោះអញ្ចឹងគឺថាអូយរ៉ូមែនទិកក៏ដូចជាស្រស់ស្រាយខ្យល់ត្រជាក់លហៀកតែបិទទឹកក្រោមកម្ដៅថ្ងៃចាគឺទៅជិះទូកលេងទៀតព្រោះដោយសារឃើញទឹកនឹងវាទំនងពេកឲ្យគាត់មានកាយយ៉ាឲ្យយើងជិះលេងអានេះផ្ទះកញ្ចក់ខ្ញុំនិយាយមែនសំខាន់ធ្វើនៅលើជ្រោះហើយក្បាច់ដបូផ្ទះកញ្ចក់ហ្នឹងគឺដបូបែបលក្ខណៈបុរាណយើងទៀតអូយគឺស្រស់ស្អាតខ្លាំងមែនតើអត់នឹកស្មានថាស្រុកខ្មែរអាចធ្វើផ្ទះកញ្ចក់នៅលើជ្រោះចឹងដល់ស្រស់ស្អាតហើយមានកាយយ៉ាឲ្យយើងជិះលេងទៀតអូយស្អាតខ្លាំងផ្ទាំងថ្មនេះគឺអូយនិយាយរួមទៅដូចពិភពអាកំបាំងមួយចឹងបន្ទាប់មកគឺមកលេងទឹកកដាថ្ងៃត្រង់ទៀតចាអត់ខ្លាចកម្ដៅថ្ងៃឯលេងកន្លែងតោងនេះបើយើងស្លៀកឈុតសឲ្យមកយកតោងឬក៏ថត pre wedding អីហិតតែអេមឥឡូវនេះខ្ញុំចេញពី resort មកកន្លែងទឹកធ្លាក់បឡាងចាដើម្បីមកហមបត់ការ៉េនេះទឹកធ្លាក់បឡាងខៀវសាហាវចាគឺស្អាតខ្លាំងត្មងហើយទឹកត្រជាក់និយាយពីថាមុជទឹកឡើងល្ងាហើយមេឃអាកាសធាតុក្តៅចង់បែកក្បាលប៉ុន្តែចុះទៅក្នុងទឹកហ្នឹងគឺត្រជាក់ដូចតកកម្នាក់គឺញ័រមាត់តាត់ត្មងហើយទឹកធ្លាក់បឡាងនេះដែរគឺវាមានតំណែងដូចជាទឹកជ្រោះផ្សេងដែរបើយើងដើរទៅខាងលើទៅនេះដើរមកខាងលើគឺវាមានទឹករហូតចឹងទៅចាតែគ្រាន់ដើររៀងឆ្ងាយអញ្ចឹងខ្ញុំដើរមកទៅត្រឹមហ្នឹងខ្ញុំអត់ទៅទៀតទេព្រោះអីខ្ជិលបងប្អូនព្រោះអីទឹកធ្លាក់វារៀងវែងអញ្ចឹងណាបើយើងទៅកាន់ទៅលើទឹកកាន់តែច្រើនអញ្ចឹងទៅបងប្អូនណាខ្ញុំ review នៅសំឡូតទៀតហើយលើកទី2ដែលខ្ញុំមកសំឡូតគ្រាន់ខ្ញុំមកលេងកន្លែងផ្សេងគ្នាបងប្អូនកុំភ្លេចទៅលេងសំឡូតយើងផងជួយវិស័យទេសចរនៅក្នុងស្រុកបងប្អូនវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេ